ស្ដីអូនហ្នឹងហើយថ្ងៃនេះកាត់ម៉ូតគេដែរអូននេះបងនេះខ្ញុំមើលក្នុង TikTok ឃើញថាម៉ូតនេះស្អាតមែនហើយសក់ខ្ញុំវែងអញ្ចឹងទៅកាត់ទៅប្រហែលជាសមតែមើលបងមើលសមអត់បងសក់ណាញ់ប្រហែលជាសមហ្នឹងតែយើងកាត់សិនមិនដឹងថាសមអញ្ចឹងណាហ្នឹងហើយបងអញ្ចឹងផ្នែកពីក្រោយបងអញយករៀងស្ដាងតិចណាបងឲ្យមិនបាច់លើកខ្ពស់ទេបងអាហ្នឹងមិនបាច់លើកទេបងអញគ្រាន់តែសាប់ឲ្យវារៀងស្ដាងហើយផ្នែកពីមុខនេះបងអញយកត្រឹមចាមក្រំចាមតិចក៏បានដែរបងហ្នឹងហើយអត់អីអូនចាំបងធ្វើឲ្យអញ្ចឹងណាហ្នឹងហើយតើបងតោះយើងទៅសកម្មភាពយើងកាត់សក់ឲ្យបងប្រុសទាំងអស់គ្នាម៉ូតសក់នេះផងដែរខ្ញុំហៅថាម៉ូតសក់ទូបុកអញ្ចឹងណាបងប្អូនហើយសម្រាប់មេជាងសម្រាប់ជាងដៃថ្មីហៅម៉ូតសក់ឲ្យជួយ5ផងមើលថាម៉ូតសក់អីគេដែរអញ្ចឹងណាហ្នឹងហើយសម្រាប់ខ្ញុំគឺខ្ញុំហៅថាម៉ូតសក់ទូបុកហ្នឹងហើយបងប្អូនហ្នឹងហើយជាដំបូងឡើងគឺយើងប្រើម៉ូទ័រលេខ1ដូចគ្នាបងប្អូនណាហ្នឹងហើយយើងជួឲ្យជារៀងហើយគឺយើងយកអក្សរពេកទេបងប្អូនបាទហើយចំណែកផ្នែកពីក្រោយហ្នឹងគឺយើងត្រូវប្រើតំណប់លេខ4អញ្ចឹងណាបងប្អូនហ្នឹងហើយដោយសារយើងប្របេះអាប៉ោងចោលបងប្អូនបើថាយើងប្រើតំណប់លេខ1ទៅគឺថានឹងដល់ក្រោមដល់ស្បែកតែម្ដងបងប្អូនហ្នឹងហើយវាស្មើនឹងជាហៀងអញ្ចឹងទេយើងទៀមទាអត់យកដល់ពេកទេបងប្អូនដោយសារយើងຕົកទាំងវែងអញ្ចឹងបងប្អូនណាហ្នឹងហើយឥឡូវបន្តពីយើងឈូសអាប៉ោងចោលហើយគឺយើងចាប់ដើមជ្រឹបវិញម្ដងបងប្អូនយើងប្រើកត្រៃដៃបងប្អូនណាព្រោះអីយើងប្រើតំណប់លេខ4គឺថាសក់នោះវានៅអត់ស្មើគ្នាទេបងប្អូនវាលៀងវែងខ្លីអញ្ចឹងទេក៏យើងត្រូវការកាត់ម្សាទៀតអញ្ចឹងបងប្អូនហ្នឹងហើយនេះតិចក្នុងការកាត់កត្រៃដៃខ្ញុំកាត់អញ្ចឹងបងប្អូនហ្នឹងហើយក្នុងការកាត់របស់ជាងម្នាក់គឺខុសគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងទេអ្នកដៃថ្មីដែលមើលវីដេអូខ្ញុំក៏អាចយកទៅវឹកហាត់បានបងប្អូនហ្នឹងហើយព្រោះងាយស្រួលក្នុងការកាត់យើងកាត់អញ្ចឹងបងប្អូនឥឡូវបន្ទាប់ពីយើងកាត់កត្រៃដៃហើយគឺយើងចាប់ដើមវិលមកជ្រឹបជើងសក់វិញម្ដងបងប្អូនហ្នឹងហើយសម្រាប់ម៉ូតសក់នេះដែរវារៀងពិបាកកាត់បន្តិចណាបងប្អូនដោយសារសក់វានៅវែងអញ្ចឹងទៅយើងជ្រឹបតុងប្រយ័ត្នប្រយែងបងប្អូនហើយយើងជ្រឹបហ្នឹងគឺយើងសិតផងបងប្អូនសិតមកអញ្ចឹងទៅដល់ពេលរយហ្នឹងយើងត្រូវជ្រឹបវាចេញណាបងប្អូនបើថាយើងអត់យកស្និតអត់ជួយសិតទេគឺថាជ្រឹបអត់បានស្អាតទេបងប្អូនវាញ៉ៃញ៉ៃវាបតិបតាអញ្ចឹងណាបងប្អូនអញ្ចឹងតែថាម៉ូតសក់នេះគឺវាផ្ចិតផ្ចង់មែនទែនបងប្អូនវាពិបាកកាត់ជាងម៉ូតសក់ដែលគេឈូសអស់អញ្ចឹងណាបងប្អូនហ្នឹងហើយពិបាកកាត់ជាងម៉ូតសក់លងសុងទៀតបងប្អូនហ្នឹងហើយឥឡូវបន្ទាប់ពីយើងជ្រឹបខាងឆ្វេងហើយគឺយើងខាងស្ដាំម្ដងឥឡូវគឺថាជ្រឹបរៀបរយបងប្អូនកោក៏ហើយដែរបងប្អូនលឿនណាស់បងប្អូនឥឡូវគឺយើងចាប់ដើមសួរភ្ញៀវថានេះអូនអញកាត់ប៉ុណ្ណាត្រឹមចើមទេក្រំចាំតិចមកបងហ្នឹងហើយស្អាតហ្នឹងហើយបងអញ្ចឹងទេក៏យើងកាត់ត្រឹមចើមឲ្យគាត់ទៅបងប្អូនធ្វើសកម្មភាពយើងកាត់តែបញ្ជាក់ផងដែរសក់គាត់គឺថាអត់បានអត់សរោមទេហើយក៏ភ្ញៀវមិនឲ្យយើងសាប់ឲ្យស្ដាងដែរបងប្អូនដោយសារសក់គាត់គឺត្រូវការវែងកណ្ដាលស្ទាយអូប៉ាអញ្ចឹងបងប្អូនអានេះគឺជាសមិទ្ធផលដែលយើងកាត់បានបងប្អូននេះឃើញទេយើងវែងអញ្ចឹងបងប្អូនវែងកណ្ដាលហើយគឺយើងតម្លាក់មកប៉ោងកោងអញ្ចឹងបងប្អូនឃើញថាសក់គាត់ឃើញថាស្អាតមកពីធម្មជាតិតែម្ដងបងប្អូនហ្នឹងហើយយើងមិនបាច់គៀបអីញ៉ៃទេបងប្អូនគ្រាន់តែថាកាត់ហើយយើងជ្រឹបចុងឲ្យវាចេញជាលបាយថ្មីណាហើយបងប្អូនឃើញថាស្អាតចឹងមកបងប្អូនហ្នឹងហើយវាអត់ស្មើវាអត់មានស្មើដុំអីចឹងណាបងប្អូនហ្នឹងហើយបើថាយើងអត់សាប់អាចចុងទេគឺអាចនឹងដុំទៅមើលទៅអត់ស្អាតទេបងប្អូនវាអត់បដិញវាអត់កោងចឹងបងប្អូនវាត្រង់ស្លូចឹងតែម្ដងបងប្អូនហើយសក់នេះយើងអត់បានគៀបញ៉ៃទេបងប្អូនគឺថាកាត់ហើយគឺហើយតែម្ដងសម្រាប់ខ្ញុំគឺខ្ញុំភាគច្រើនគឺខ្ញុំអត់សូវបានសិតបានលាបសារាយលាបអីចាប់ម៉ូតចាប់អីទេបងប្អូនហ្នឹងហើយតម្លៃ5000រៀលគឺយើងធ្វើតាមនឹងចឹងណាបងប្អូនបើថាយើងនៅចាប់ម៉ូតចាប់អីទេវាប្រើពេលវេលាយូរបងប្អូនហ្នឹងហើយគឺថាកាត់ហើយគឺថា wait please ហើយយកតែម្ដងបងប្អូនហ្នឹងហើយចឹងទេមួយមើលឃើញថាម៉ូតសក់ហ្នឹងសមសម្រាប់គាត់អត់ចឹងទេជួយ comment ជួយឲ្យបេះដូងគាត់ផងបងប្អូនអញ្ចឹងវីដេអូមានតែប៉ុណ្្នេះបងប្អូនបាយ